ចាំមើលលើកនេះតើថៃហ៊ានវាយប្រហារមកលើកម្ពុជាទៀតដែរទេមហាអំណាចអាមេរិកនិងប្រធានអាស៊ានរួមគ្នាដាក់ផ្កាយរណបតាមឃ្លាំមើលហើយបងប្អូនបាទអញ្ចឹងនៅពេលនេះគឺអាមេរិកបានរួមគ្នាជាមួយនឹងម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះបានដាក់ផ្កាយរណបឃ្លាំមើលថាតើអ្នកណាគេបាញ់មុនអ្នកណាឈប់បាញ់ហើយអ្នកណាមិនព្រមគោរពបទឈប់បាញ់គឺនឹងដឹងគ្នាហើយបាទផ្កាយរណបឲ្យគ្មានកិច្ចតាណារួចទេបងប្អូនបាទរាជធានីភ្នំពេញដើម្បីកាត់បន្ថយភាពតានតឹងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលត្រូវកាន់តំណែងប្រធានអាស៊ានរហូតផុតឆ្នាំ2025បានស្នើដាក់ឲ្យពង្រាយក្រុមអ្នកអង្កេតការអាស៊ានឬហៅថា AOT ដឹកនាំដោយម៉ាឡេស៊ីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដើម្បីពិនិត្យមើលផ្ទាល់ភ្នែកតែម្ដងនេះបើតាមសារដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមបង្ហោះនៅលើទំព័រ Facebook កាលពីថ្ងៃទី13ខែធ្នូនេះមិនមែនពឹងតែភ្នែកក្រុមអ្នកអង្កេតការអាស៊ានទេប្រព័ន្ធផ្កាយរណបឬហៅថា Satellite បង្កប់លើអាកាសក៏នឹងត្រូវបានដាក់ប្រើប្រាស់ផងដែរដើម្បីតាមថតរាល់សកម្មភាពតាមព្រំដែនកម្ពុជាថៃដើម្បីឲ្យដឹងថាភាគីទាំងពីរឈប់ប្រយុទ្ធគ្នាឬនៅតែបន្តឬភាគីណាឈប់ភាគីណាមួយនៅតែបាញ់តាមរយៈសារនៅលើ Facebook ដដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីមអះអាងថាម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកនឹងរួមគ្នាផ្ដល់ប្រព័ន្ធផ្កាយរណបសម្រាប់បំពេញបេសកកម្មឃ្លាំមើលស្ថានភាពតាមព្រំដែនកម្ពុជាជាមួយនឹងថៃបន្ថែមពីនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្នើឲ្យកម្ពុជាថៃឈប់ប្រយុទ្ធគ្នាឈប់រំកិលអាវុធនិងកងទ័ពទៅគៀកព្រំដែនភ្លាមនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដោយភ្ជាប់ជាមួយសារខ្លីថាសម្ដេចបាទស្វាគមន៍និងគាំទ្រគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងការឈប់បាញ់គ្នារវាងកម្ពុជាថៃហើយនឹងមានការតាមដានបាទត្រួតពិនិត្យដោយក្រុមអ្នកអង្កេតការអាស៊ានបូករួមទាំងការចូលរួមពីសហរដ្ឋអាមេរិកផងដែរបាទបងប្អូនមកដល់ពេលនេះគឺក្តៅស្លឹកកជីឲ្យបាទដោយសារតែឲ្យឈប់បាញ់មិនឈប់បាទកពូជសៀមក៏អាមេរិកហើយនិងម៉ាឡេស៊ីក៏រួមគ្នាដោយអង្កេតការភ្នែកផ្ទាល់ហើយថែមទាំងដាក់ផ្កាយរណបទៀតបាទអញ្ចឹងឲ្យវាដឹងខ្លួនបាទអញ្ចឹងបងប្អូនពាក់ព័ន្ធទៅនឹងអត្ថបទមានតែប៉ុណ្្នឹងទេមានព័ត៌មានអីបន្ថែមខ្ញុំអាចនឹងអាប់ដេតជូននៅក្នុង channel ខ្ញុំបាទពិសិដ្ឋបាទសូមអរគុណសូមជម្រាបលា